Chẳngយើងបានរៀនមេរៀនកាលពីម្សិលមិញហើយហើយរូបមន្តគោលធំដែលយើងត្រូវរៀនគឺមានរូបមន្តនេះមួយហើយជួនកាលយើងក៏អាចរកតាមរូបមន្តនេះហើយក៏យើងអាចរក phi តាមរូបមន្តនេះបន្ទាប់មកបើយើងកណនីលក្ខខណ្ឌវាអញ្ចឹងឥឡូវគឺយើងនឹងដោះស្រាយលំហាត់អឺក្នុងការដោះស្រាយលំហាត់ប្រភេទនេះយើងឃើញថាម៉េចអូនយើងឃើញថា a អងvới a ដឺវាខុសគ្នាបាត់ទៅហើយអញ្ចឹងណាករណីយើងគឺយើងត្រូវប្រើគឺករណី a អងខុសពី a ដឺរួចមកមើលលក្ខខណ្ឌមួយទៀតមើលផលសងផាសបើសិនជាណែយក5ផាយលើ6ដកឲ្យនឹងផាយលើ6យើងឃើញថាម៉េចអូនយើងឃើញថាវាបាន4ផាយលើ6បើសិនជាយើងសម្រួលតទៅវា2ផាយលើ3 2ផាយលើ3គឺជាមុំ120ដឺក្រេហើយ120ដឺក្រេមានន័យថាមុំហ្នឹងមិនកែងមិនស្របទេត្រូវឯអូនបើកាន់ន័យទៅថាវាមានទិសដៅដូចគ្នាមុំ0ដឺក្រេឬក៏ទិសដៅផ្ទុយគ្នាមុំ180ត្រូវអត់ហើយទិសដៅកែងគ្នាដកទៅចេញ90អាហ្នឹងមិនយើងយកប្រើអក្ខណីនោះបានហ៎នេះអក្ខណីអស់នេះផាសឈោមគ្នាផាសស្របគ្នាផាសកែងគ្នាដែលយើងរៀនកាលពីសប្តាហ៍មុនអូនណាហ្នឹងដល់អញ្ចឹងទៅឥឡូវគឺយើងចូលករណីហ្នឹងដែលករណីហ្នឹងគឺយើងត្រូវប្រើរូបមន្តនេះដើម្បីដោះស្រាយវាអញ្ចឹងណាអូខេលំហាត់ហ្នឹងបងអង្គុយរកលេខដើម្បីនេះតាអង្គុយព្រាវលេខធ្វើទៅដើម្បីឲ្យចាញ់ព្រោះអីអត់ចង់ឲ្យគិតវាពិបាកពេកអត់ចង់ឲ្យអឺស្រាប់តាធ្វើទៅចង់រក free តាមតង់សងវាអត់ចូលមុំពិសេសហើយរក A ទៅវាមិនមែនជាចំនួនគត់ចំនួនដែលអឺអឺដែលមើលទៅវាស្អាតអញ្ចឹងបងអង្គុយព្រាវលេខ5នាទីទៅស្រាប់ចាញ់លំហាត់នឹងមួយមកអឺអញ្ចឹងបើសិនជាយើងចង់រកសមីការតម្រួតដេរលកហ្នឹងសួរថាយើងត្រូវធ្វើម៉េចដំបូងយើងកំណត់ amplitude តម្រួតយើងសិនអញ្ចឹងណាចឹង amplitude តម្រួតយើងឃើញថាយើងមានពីរវិធីដើម្បីរកយើងអាចរកតាមវិធីនេះហើយឬក៏យើងអាចរកតាមវិធីនេះអញ្ចឹងបងនឹងរកតាមពីរវិធីដើម្បីឲ្យណៃសមទាំងពីរវិធីហ្នឹងអញ្ចឹងណាវិធីទី1គឺយើងប្រើរូបមន្តនេះ a បូក a1 ការ៉េបូក a2 ការ៉េបូក 2a1 a2 កុស delta phi ហើយដោយតែបងបាននិយាយអញ្ចឹង delta phi គឺជាអីគេអូនចង់យក phi on ដក feeder ក៏បាន feeder ដក phi on ក៏បានដែរចាឥឡូវបើថាបងយក feed on ដក feeder ហេតុអីបានជាបងនិយាយថាយក feed on ដក feeder ដក feed on ក៏បានដូចបងនិយាយចឹងបើអូនឯងចង់យក3ដក2ក៏បានយក2ដក3ក៏បានចម្លើយនេះចេញដក1ទៅចម្លើយនេះចេញ1ក៏ប៉ុន្តែអាហ្នឹងយើងត្រូវដាក់ចំនួនក្នុងកុសហើយអូនឯងធ្លាប់ឃើញរូបមន្តនេះឯងកុសដក x ស្មើកុស x ចឹងគេថាចង់តម្លៃដកតម្លៃបូកក៏ដោយចង់ដាក់តពាក់កុសពីលើទៅវាចេញចម្លើយដូចតែគ្នាចឹងណាមានន័យថាបើសិនជា feed on ដក feeder ដក feed on វាគ្រាន់តែផ្ទុយគ្នាមួយសញ្ញាឯងវាគ្រាន់តែខុសតែសញ្ញាគ្នាតម្លៃវាដូចគ្នាចឹងបងចង់និយាយចឹងតម្លៃលេខវាដូចគ្នាខុសតែសញ្ញាឯងដល់ពេលដាក់កុសមកចេញតម្លៃដូចគ្នាមកបងចង់មានន័យអញ្ចឹងណាអូខេងាកមកវិញបើសិនជាយើងចង់គណនាផាយលើ6ដក5ផាយលើ6អញ្ចឹងបើសិនជាធ្វើទៅវាដក4ផាយលើ6ឬក៏ដក2ផាយលើ3ហើយមុនហ្នឹងយើងធ្វើអា feeder ដក feed on មុនហ្នឹងហ៎ចេញ2ផាយលើ3ទេហើយណៃសាក់យកទាំងដក2ផាយលើ3ទាំង2ផាយលើ3ទៅចំនួនក្នុងកុសទៅវាចេញដូចតែគ្នាត្រូវហើយអូនអាហ្នឹងណាត្រូវចាំអស់ហ្នឹងតោះបើសិនជាយើងទាញពីរូបមន្តយើងអានេះគេអូនអាអងត្រូវទេអានេះអាដឺត្រូវទេអញ្ចឹងចាំមកចំនួនមកតោះអាអងស្មើ4ម៉ែត្រអាដឺស្មើ2ម៉ែត្រຂະຫນາດ amplitude ຂະຫນາດគឺជាម៉ែត្រຂະຫນាតវាដូច elongation y on y ដឺអញ្ចឹងបើសិនជាបងបានប៉ុណ្ណឹងមកចំនួនចូលហៅ a ការ៉េមកអញ្ចឹង a ការ៉េគឺស្មើ a អងការ៉េដែលជា4ការ៉េបូក2ការ៉េបូក 2a អង a ដឺនេះតែ2គុណឲ្យ4គុណឲ្យ2គុណឲ្យកុស delta phi delta phi ហ្នឹងគឺដក2ផាយលើ3អញ្ចឹងអូខេគុណកុសប៉ុណ្ណឹងតោះ4ការ៉េ16បូក
2 cái đấy giống buồn thế. Ok, pi con pi buồn 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 cột 4 đọc vào mũi thế, buộc đọc vào mũi. Tao có pi phai lửa bay, có đọ pi phai lửa bay với có pi phai lửa bay đôi đượcគ្នាណាដោយសារអីយើងប្រើរូបមន្តកោះដក x ស្មើកោះ x រូបមន្តហ្នឹងតាំងពីថ្នាក់ទី11ដែលគេនិយាយថាអានុគមកោះជាអានុគមគូអាហ្នឹងអានុគមកោះគឺគូតោះអញ្ចឹងចង់ដឹងថាវាស្មើប៉ុន្មានមើលមុំបន្តិចទៅទីផែនលើ3មុំ120 120កន្លែងនេះបើណៃតម្លាក់ចំអាក់កោវាដក1 លើ 2កន្លែងហ្នឹងណាចានេះគឺដក1 លើ 2អូខេអញ្ចឹង16អូខេ16បូក4 20ទេបូក16ក៏តែឲ្យដក1 លើ 2អញ្ចឹង20នៅស្ងៀម16ចែក2មែនអូន8ទេហើយសញ្ញាដកហ្នឹងគុណមួយបូកមកវាចេញដក16ចែក2វា8ទេដកទៅចេញ12ຂະຫນາດគឺជាជប់អានេះ a ការ៉េណាអូនណា a ការ៉េមិន a ណាចង់ទាញហៅ a គឺរឹស12អូខេរឹស12រឹស12អូនឯងចង់អូចេញនេះរឹស12អូនឯងចង់ទុកចឹងក៏បានឬក៏ចង់បែកចេញក៏បានដែរបែកចេញស្រួល12ស្មើអីអូន3គុណ4ទៅហើយ4យើងអាចសេជា2ការ៉េបានអញ្ចឹងណាអញ្ចឹងកាលណាយើងពាក់រឹស12ខ្ញុំពាក់រឹសទេហើយយើងអាចទាញចេញ2ចេញក្រៅរឹសបានអញ្ចឹងសល់រឹស3អញ្ចឹងសល់2រឹស3ហើយបានយើងដាក់ຂະຫນາດគិតជាម៉ែត្រអូខេអញ្ចឹងយើងរក a ឃើញហើយបើយើងចង់រករបៀបទី2របៀបទី2របៀបទី2យើងត្រូវស្គាល់ a អង t អង a ដឺ t ដឺដែលយើងអាចរកបានអូខេអញ្ចឹងដំបូងយើងរក a ដំបូងរូបមន្តនេះគឺចែក as ឬរូបមន្តវិញចែកអូខេមកបងតើមើលខាងលើចង់បញ្ជាក់នេះទេរូបមន្តហ្នឹងដែល ax គឺកំណត់ដោយប៉ុណ្នេះ ay គឺប៉ុណ្នេះអូខេមើលស្រួលរួចមកណាហៅ ax មួយមកអូនអញ្ចឹង ax រូបមន្តស្រួលចាំឯង ax កុសទាំងអស់បើ y ស៊ីនទាំងអស់ប្រហែលជាអូនឯងអាចមានសំណួរមួយសួរបងណាតែបងអត់ដឹងថាមានសំណួរហ្នឹងអត់ទេណាចុះបើគេចង់បូករលក3គេធ្វើម៉េចអញ្ចឹងបើសិនជាអូនឯងចង់បូករលក3អូនឯងបើសិនជាគេមានរលក3ថាមាន3រលកដែរនៅក្នុងសំណង់ព្រេណែហ្នឹងអញ្ចឹងយើងគួបរលក2តាមរូបមន្តហ្នឹងទៅបន្ទាប់មកយើងបានរលកថ្មីទៅហ៎រួចមកយើងយករលកថ្មីនេះរលកថ្មីហ្នឹងមកគួបមករលកទី3មកបានរូបរលកមួយទៀតទៅហ៎អាហ្នឹងបើសិនជាយើងចង់ដើរផ្លូវហ្នឹងណាយើងត្រូវដើរ2 ដងចុះបើមាន4យើងត្រូវធ្វើ3 ដងត្រូវអត់បើមាន4ត្រូវធ្វើ3 ដងក៏ប៉ុន្តែរូបមន្តនេះណារបៀបនេះវិញណាស្រួលមែនតើបើមាន3រលកណាអូនឯងអត់បាក់ទេបូក a3 កុសពី3បូក a3 ស៊ីនពី3ហើយបើសិនជាយើងមាន n រលកទៅដល់ an កុសពី n ទៀតអញ្ចឹងណាអូខេគាត់តែជារបៀបតាងឯងក៏ប៉ុន្តែបងគ្រាន់តែចង់បញ្ជាក់ថានេះយើងធ្វើតែមួយសារហើយឯងបើថាមានតួរលកទី3យើងគ្រាន់តែបូកតួទី3ចូលមកអញ្ចឹងណាបើអត់មានទេយើងធ្វើ2អញ្ចឹងតែបើរូបមន្តនេះយើងអាចចិនកាយយើងត្រូវដើរច្រើនដងអញ្ចឹងណាយើងត្រូវដើរច្រើនដងមករលកវាច្រើនអញ្ចឹងទៅវាធ្វើឲ្យស្មុគស្មាញទៀតអូខេតោះអញ្ចឹងរូបមន្តណាសេននេះបងតិចតិចចាំកណនីឥឡូវយើងកណនី ax សិនចំនួនលេខចូល a1 យើង4ទេនេះអានេះ a1 អានេះ phi 1ណាអានេះ a2 អានេះ phi 2តោះជាងបាន4កុសផាយលើ6បូក2កុស5ផាយលើ6ចឹងណាកុសផាយលើ6វិញកុស5ផាយលើ6បើសិនជាណែសង្កេតមើលវាដូចគ្នាខុសតែតម្លៃឯងផាយលើ6 30ដឺក្រេប៉ុណ្នេះនេះ30ដឺក្រេហើយ5ផាយលើ6គឺ150អញ្ចឹងចង់ដឹងចំនួនផាយស្មើ180ទៅគិតទៅចេញឲ្យដឹងហើយ
cho nên 150ចឹងបើសិនជាយើងតម្លាក់ចំណោលកែមកនេះវារឹស3លើ2អានេះដករឹស3លើ2ចឹងណាចង់រៀនតាមរបៀបចំណាំបាត់ដៃអីក៏បានដែរសំខាន់បងគិតថាចំណាំតាមបាត់ដៃហ្នឹងអត់ចាំរហូតទេបើថាមើលមើលធ្វើមុំហ្នឹងណាមើលអារង្វង់ហ្នឹងឲ្យទាញយកអាហ្នឹងឆាប់ចាំសម្រួលអានេះមកនេះ4/2សម្រួលទៅចេញ2ឬ3ទេហើយសម្រួលអានេះចោលដកឬ3បើអត់ចេះធ្វើអានេះទេ2បេះដូងដកបេះដូងចឹងសល់បេះដូងតែបើថាយើងមាន2បេះដូងដកបេះដូងសល់បេះដូងតែបេះដូងយើងមិនអីគេឬ3ត្រូវអត់អូខេធ្វើដូចគ្នា AY A on sin phi on អូ A đơ sin phi đơ ចឹងណាអូខេចឹង A on យើង4 sin 5 pi លើ6បូក2 sin 5 pi លើ6ចឹងណាបើណៃមើលតម្លៃ sin វាដូចគ្នាតម្លាក់ចំណោលកែមកចំពាក់កណ្ដាលទេដូចគ្នាតម្លាក់មកអា sin ណាហើយវាចំពាក់កណ្ដាលជាង1 លើ 2ត្រូវទេចានេះបើបងតទៀតអីគេ4គុណ1 លើ 2បូក2គុណអី1 លើ 2ត្រូវអត់ហើយនេះសម្រួលចេញមកសល់2អានេះបូក1 3ចឹងណាអូខេអញ្ចឹងយើងដឹងហើយថាxយើងឬ3អានេះ3ចឹងឥឡូវបងយកមកចដោះក្នុងរូបមន្តនេះណា a ស្មើឬ3ក្រេបូកអានឹង3ក្រេចេះឬ3ក្រេគឺឬ3គុណឬ3ទេចេញ3 3ក្រេគឺ9ចឹងណាចឹងចេញឬ12មកអូខេហើយឬ12ដោយអត់លើហេឬក៏2ឬ3ចឹងចង់ធ្វើតាមវិធីណាក៏ត្រូវដែរណាដោយសារអីបើសិនជាណៃទៅមើលវីដេអូចាស់គឺបងបកស្រាយតាមគណិតវិទ្យាអស់ហើយរូបមន្តនេះគឺតែបកស្រាយមកតាមគណិតវិទ្យាគ្នាបកមកតាមរូប vector ហើយតាមសំណង់ Fresnel អញ្ចឹងណាបងអត់ចូលចិត្តឲ្យរៀនចំណាំទេយើងចូលចិត្តយើងរៀនយើងត្រូវតែចេះបកស្រាយអញ្ចឹងណាហើយឲ្យវាមើលទៅថាការពិតមើលទៅថារូបវិទ្យាវាស្អាតប៉ុណ្ណាវាស្រស់ស្អាតអញ្ចឹងណាអូខេអញ្ចឹងយើងរកផាសដើមតម្រួតបន្តទៀតអូខេផាសដើមតម្រួតផាសដើមតម្រួតរូបមន្តផាសដើមតម្រួតអូនឯងអត់ពិបាកហៅឯងមិនបាច់ទៅចាំអាមកហ្នឹងឯងអាហ្នឹងពិបាកចាំចាំអានេះដឹងតែថាវាជ្រុងឈរលើជ្រុងជាប់ហ្នឹងណា AY លើ AX ណាតង់ phi 0ស្មើ AY លើ AX ហើយ AY យើងគឺនេះយើងហៅមកឃើញថាម៉េចអូន AY យើងមិន3ត្រូវទេហើយអានេះឬ3 AX យើងណាអូខេចឹងបើសិនជាយើងចង់ធ្វើផលចែកនេះគឺថាត្រូវធ្វើម៉េចចឹងបើចែកមួយ radical សូយចឹងដើម្បីបាត់សូយយើងទៅកាត់ឆុងហើយយើងត្រូវគុណvớiខ្លួនវាហ្នឹងភាគបែកមានអីគុណvớiអាហ្នឹងទៅអាហ្នឹងចឹងណាឃើញទេដល់ចែកvới radical ចែកអត់ដាច់ទេចឹងតគុណ radical ហ្នឹងនឹងខ្លួនវាចឹងតាអាឬ3គុណឬ3វាទៅជា3ហ៎ទេហើយខាងលើគឺ3ឬ3ចឹងឃើញថា3សម្រួលចោលបាននៅសល់តែ3ទេចឹងណាចឹងយើងរកឃើញហើយសម័យតង់ប្រមាណស្មើឬ3តង់60ទេអូនចឹងអានេះគឺរបៀបសរសេរតង់ស្វ័យគុណដក1ហ្នឹងតង់ស្វ័យគុណដក1គឺជាអនុគមចម្រាស់នៃតង់សងដូច expo logarit ចឹងណាស្វ័យគុណ0ស្មើ1លិន1ស្មើ0ណាចានឹងដូចគ្នាតង់20ឬក៏តង់ផាយ60ហ្នឹងស្មើឬ3អញ្ចឹងតង់ដក1នៃឬ3គឺស្មើនឹង60ដឺក្រេឬក៏ស្មើផាយឬ3រ៉ាត់ចំក៏ប៉ុន្តែដូចបងនិយាយចឹងសិក្សាលក្ខខណ្ឌអញ្ចឹងណាពិនិត្យមើល amplitude យើងទាំង AX ទាំង AY នេះ AX AY ដែលយើងរកនេះមើល AX យើងហើយ AY យើងអូខេយើងឃើញថាវាវិជ្ជមានទាំងពីរត្រូវទេដែល AX និង AY ធំជាង0
ចឹងគេថាមិនលក្ខខណ្ឌហ្នឹង2ស្មើ2 0ទេចឹងផាសដើមតម្រួតយើងគឺវាស្មើ2 0ហើយស្មើផាយលើ3រ៉ាត់ចឹងចឹងយើងស្គាល់មេធំហើយយើងស្គាល់អំភ្លីទីតតម្រួតយើងស្គាល់ផាសដើមតម្រួតចឹងយើងអាចសរសេរសមីការតម្រួតបានដែរសមីការតម្រួតរបស់យើងគឺ y ស្មើ a sin អូមេហ្គាតេចឹងមែនអូន40ផាយតេត្រូវទេហេតុអីបានជាគេសិក្សាករណីពីរហ្នឹងគឺអូមេហ្គាដូចគ្នាគេសិក្សាដូចគ្នាដើម្បីអីវាងាយតម្រួតចុងក្រោយគឺនៅតែ40ផាយតេដដែលទេនៅតែអូមេហ្គាប៉ុណ្្នឹងដដែលណាអញ្ចឹងយើងគ្រាន់តែហៅ a មួយ phi ទៅឆ្នួយទៅចេញអញ្ចឹងអញ្ចឹង a យើងគឺ2ឬ3 sin 40ផាយតេបូកផាយលើ3អូខេឯខ្នាតគិតជាម៉ែត្រ